បាទជម្រាបសួរបងប្អូននៅថ្ងៃនេះយើងមកជួបគ្នាជាមួយវីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះមិនមែនជួបវីដេអូ MMO ទេហើយខ្ញុំក៏មកធ្វើការ review បង្ហាញពាក់ព័ន្ធជាមួយនឹងទូរស័ព្ទមួយគ្រឿងដែលទូរស័ព្ទរបស់ក្រុមហ៊ុន Xiaomi ហើយជាប្រភេទ model ចុងក្រោយនិងស៊េរីខ្ពស់ដែរតែក្រុមហ៊ុន Xiaomi បានធ្វើការដាក់លក់មកប្រហែលជាចូល3ទៅ4ខែដែរហើយសម្រាប់ខ្ញុំផ្ទាល់ក៏ជា fan របស់ Xiaomi ដែរដែលខ្ញុំបានធ្វើការទិញយកមកប្រើទូរស័ព្ទនេះអស់រយៈពេលប្រហែលជា3ទៅ4ខែហ្នឹងឯងបាទហើយប្រភេទទូរស័ព្ទមួយនេះគឺនៅក្នុងស្រុកខ្មែរយើងវាមានប្រភេទរបស់ក្រុមហ៊ុនហើយនិងប្រព័ន្ធបាទមកថ្ងៃនេះគឺមិនមែនជាឋានៈ sponsor ឬចង់ផ្សព្វផ្សាយឲ្យក្រុមហ៊ុនណាទេបាទតែខ្ញុំចង់ចែកម្លែកបទពិសោធន៍នៃការប្រើប្រាស់នៅទូរស័ព្ទប្រភេទនេះដែលខ្ញុំបានធ្វើការប្រើសាកល្បងហើយក៏ចង់ធ្វើការបង្ហាញតាមរយៈ website official របស់ក្រុមហ៊ុន Xiaomi ឲ្យបងប្អូនបានដឹងដែរបាទហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍នៅទូរស័ព្ទប្រភេទនេះបងប្អូនអាចធ្វើការស្រាវជ្រាវបន្ថែមក៏ដូចជាសិក្សាបន្ថែមទៅហើយខ្ញុំមិនមែនជាអ្នកជំនាញទេប៉ុន្តែខ្ញុំចង់ចែកម្លែកនៅព័ត៌មានក៏ដូចជារឿងលម្អិតមួយចំនួនពាក់ព័ន្ធទូរស័ព្ទនេះតាមរយៈ website ធ្វើការរបស់ក្រុមហ៊ុនគេជាបងប្អូនអត់មានព័ត៌មានហើយសម្រាប់ទិញទូរស័ព្ទនេះដោយព័ត៌មានលោកបាទហើយកុំភ្លេចបងប្អូននៅក្នុងស្រុកខ្មែរយើងគឺមានពីរប្រភេទគឺមានប្រភេទ China version និង Global អញ្ចឹងសម្រាប់ខ្ញុំខ្ញុំទិញ Global version បាទតម្លៃវាថ្លៃដែរហើយប្រភេទដែលបងប្អូនឃើញគឺដូចនៅក្នុង screen អញ្ចឹងខ្ញុំទិញតែខ្ញុំប្រើស្រោមការពារប្រភេទនេះតែវាជាប្រភេទស្រោមការពារ premium មួយដែរហើយរឹងមាំហ្នឹងហើយតោះអញ្ចឹងកុំឲ្យខាត់ពេលយូរឥឡូវយើងចូលមកមើលទាំងអស់គ្នាហើយបងប្អូនសម្រាប់ព័ត៌មានលម្អិតដែលបងប្អូនចង់ធ្វើការឆែកមើលឬស្រាវជ្រាវខ្លួនឯងខ្ញុំនឹងដាក់ link website មួយនេះនៅក្នុង description វីដេអូរបស់ខ្ញុំបងប្អូនអាចធ្វើការចូលទៅមើលខ្លួនឯងហើយធ្វើការស្រាវជ្រាវទៅហើយកន្លែងនេះដែរគឺបងប្អូនអាចធ្វើការ translate បាទ translate ដល់ខ្លួនឯងពី website official នេះទៅជាភាសាខ្មែរដើម្បីងាយស្រួលនៅក្នុងការយល់ចំពោះបងប្អូនដែលអត់ទៅពូកែភាសាអង់គ្លេសហើយសម្រាប់ខ្ញុំផ្ទាល់ក៏មិនមែនជាអ្នកពូកែភាសាអង់គ្លេសដែរហើយក៏មិនមែនជាអ្នកជំនាញនៅក្នុងការ review ទូរស័ព្ទដែរក៏ប៉ុន្តែចង់ធ្វើការបង្ហាញបងប្អូនព្រោះខ្លះពីប្រភេទទូរស័ព្ទដែលយើងទុកចិត្តបានហើយគុណភាពក៏ល្អហើយវាpremiumដែរបាទតោះចឹងឲ្យខាត់ពេលយូរយើងមើលទៅបាទនេះគឺជា website official ដំបូងមកគេហើយជា banner ដែលគេដាក់ផ្សព្វផ្សាយដំបូងដែរក្រុមហ៊ុន Xiaomi បានធ្វើ banner នេះឡើងដោយភ្ជាប់នៅពាក្យពាក្យដែលខាងគេហ្នឹងគឺ wording គេដាក់ Xiaomi Hyper AI បងប្អូនបើយល់ហើយគឺ AI សម័យនេះសម័យ AI ចឹងក្រុមហ៊ុនទូរស័ព្ទទៅតាមបញ្ចូលនៅកម្មវិធី AI ចូលមកក្នុងទូរស័ព្ទរបស់គេបាទដើម្បីជំរុញការលក់បាទប៉ុន្តែ Xiaomi មិនត្រឹមតែប្រើពាក្យថា AI ទេគេប្រើពាក្យថា Hyper AI បាទបានន័យថាប្រភេទ AI ដែលវាខ្ពស់បំផុតលេខបាទហ្នឹងហើយបន្តមកទៀតគេក៏ដាក់ឈ្មោះប្រភេទទូរស័ព្ទប្រភេទធំតែម្ដងគឺ Xiaomi 15 Ultra ដែលខាងក្រោមនេះបងប្អូនឃើញទេមានរង្វង់ពណ៌ក្រហមនេះគឺជាប្រភេទlogo របស់ក្រុមហ៊ុនកាមេរ៉ាមួយគឺក្រុមហ៊ុន Leica បាទក្រុមហ៊ុន Leica នេះបានធ្វើការចាប់ដៃជាមួយនឹង Xiaomi ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍនៅទូរស័ព្ទមួយនេះឲ្យកាន់តែមានភាពលេចធ្លោហ្នឹងបងប្អូនដែលប្រើប្រាស់ទូរស័ព្ទប្រកាសជាស្គាល់ហើយព្រោះពីមុនទៅអាចអត់ស្គាល់ក្រុមហ៊ុនកាមេរ៉ានេះក្រុមហ៊ុនអីទេអាចពិចារណាគឺស្គាល់ Sony Canon អីចឹងទៅបាទតែដល់ឡែកក្រុមហ៊ុនកាមេរ៉ាជាច្រើនប្រភេទបានចាប់ផ្ដើមច្របាច់បញ្ចូលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទជាផ្នែកពី Leica អញ្ចឹងហើយ Leica នេះផ្ទាល់ប្រហែលឆ្នាំមុនគឺគេបានចាប់ដៃជាមួយក្រុមហ៊ុនចិនមួយទៀតដែលជាក្រុមហ៊ុន Huawei ប៉ុន្តែនៅពេលដែល Huawei មានបញ្ហាពាក់ព័ន្ធជាមួយនឹងPlay Store របស់គេហ្នឹងគឺត្រូវបានកាត់ផ្តាច់ចេញពីក្រុមហ៊ុន Huawei ដោយសារតែអាមេរិកនោះគឺ Huawei បានធ្វើការបង្កើតនៅ App Store របស់ខ្លួនឯងថ្មី
ហើយនៅពេលនោះដែរគឺក្រុមហ៊ុន Huawei ក៏ពិបាកនៅក្នុងការលក់ទូរស័ព្ទនៅលើពិភពលោកដែរហើយមានផលវិបាកនៅក្នុងការប្រើ user ក៏ត្រូវបានថមថយហើយ Leica នេះផ្ទាល់ក៏បានផ្ដាច់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Huawei នៅពេលនោះបាទ Xiaomi ដែលជាក្រុមហ៊ុនចិនមួយទៀតបានធ្វើការចាប់នៅក្រុមហ៊ុន Leica ដើម្បីយកមក cooperate ម្ដងទៀតធ្វើការបញ្ចូលគ្នាដើម្បីជំរុញការលក់ទូរស័ព្ទរបស់ខ្លួនបាទនេះហើយមកដល់ពេលនេះហើយទើបមានទូរស័ព្ទ Xiaomi ជាមួយនឹង Leica កើតឡើងនៅលើ15 Ultra ដែលជា version ចុងក្រោយនេះបាទហើយមិនមែនទើបតែថ្មីនេះទេគឺចាប់ដើមតាំងពី12 Ultra 13 Ultra 14 Ultra រហូតដល់15 Ultra នេះក៏នៅតែភ្ជាប់ជាមួយ Leica ចឹងឡើយបាទអូខេយើងប៉ុណ្ណឹងសិនពាក់ព័ន្ធជាមួយនឹងរឿង Leica យើងចូលមករឿង Xiaomi 15 Ultra របស់យើងវិញបាទហើយនៅពាក្យខាងក្រោមធំនេះគឺគេទៅសេហើយគឺ Pinnacle Photography បាទគឺគេផ្ដោតសំខាន់ទៅលើការថតរូបเนาะបងប្អូនយល់ទេគេផ្ដោតសំខាន់ទៅលើការថតរូបហ្នឹងអញ្ចឹងយើងទៅមើលបន្តទៀតបាទហើយពាក់ព័ន្ធនឹងbanner ផ្សព្វផ្សាយខាងក្រោមនេះមួយទៀតគេចង់និយាយអំពីការរៀបចំឡើងការផលិតនៅទូរស័ព្ទនេះឡើងដែលវាភ្ជាប់ជាមួយនឹង lens កាមេរ៉ាបាទដែលវាមានប្រភេទកាមេរ៉ា Leica ដែល Samilak optical lens ហ្នឹងបាទដែលបូកភ្ជាប់ជាមួយទៅនឹងchip ដែលកំពូលរបស់ Android មួយដែលភាគច្រើនក្រុមហ៊ុនទូរស័ព្ទ Android ដែលកំពុងប្រើគឺ Snapdragon 8 Elite នេះដែលជា chip កំពូលហើយអាចប្រើប្រាស់គ្រប់នៅប្រភេទ app ដែលធំសំខាន់ឬក៏ game ធំដែលមាន graphic អីចឹងទៅខ្ពស់អីចឹងទៅបាទហើយក្នុងនោះគឺគេបានបញ្ជាក់ទៀតថានៅទូរស័ព្ទរបស់គេហ្នឹងគឺគេបានដំណើរការដោយ Xiaomi HyperOS ចំនួន2បាទចំនួន2ហើយនឹង AI បាទដែលជា AI Power Ecosystem បាទដែលវាសិតតែជាពាក្យពេចន៍ដែលផ្ដោតដែលជំរុញនឹងការលក់ទូរស័ព្ទរបស់គេណាបាទអញ្ចឹងគេធ្វើ banner នេះឡើងគឺគេអត់បង្ហាញអីច្រើនគេបង្ហាញតែរឿង lens កាមេរ៉ារបស់គេបាទហើយគេប្រើ wording របស់គេបន្តិចបន្តួចដើម្បីផ្សព្វផ្សាយរបស់គេចឹងមកបាទអញ្ចឹងបងប្អូនអាចទៅចូលមើល detail ខ្លួនឯងហើយបកប្រែតាមហ្នឹងទៅព្រោះខ្ញុំមិនអាចអានហើយបកប្រែឲ្យបងប្អូនយល់ទាំងអស់ទេបាទខ្ញុំអាចនិយាយបានត្រួសអូខេតោះចូលមកខាងក្រោមនេះគឺពាក់ព័ន្ធជាមួយនឹង Leica ផ្ទាល់តែម្ដងបាទនៅលើ lens របស់គេនេះគឺគេបានភ្ជាប់នៅពាក្យ Leica ធំដែលនៅមួយចំហៀងម្នាក់ជាមួយនឹងកាមេរ៉ា sensor មួយអ៊ីងរបស់គេបាទដែលកាមេរ៉ានេះគឺវាមានទំហំ200 megapixel ជាប្រភេទ telephoto បាទហើយកាមេរ៉ានេះផងដែរគឺភាគច្រើនវាអត់សូវធ្វើការមុនទេនៅពេលដែលយើងធ្វើការ zoom ឬក៏ថតក្នុងរយៈចម្ងាយឆ្ងាយទើបយើងអាចប្រើប្រាស់នៅ lens មួយនេះបាទហើយបងប្អូនឃើញហើយនៅលើ lens នេះគឺយើងមានកាមេរ៉ាទាំងអស់4គ្រាប់បាទហើយដែលជាគ្រាប់ធំជាងគេនេះគឺគ្រាប់ដែលខ្ញុំដាក់ម៉ៅពីលើនេះបាទហ្នឹងហើយអូខេយើងតមកបន្តមកទៀតគឺ Leica Samilak នេះគឺ optical lens នេះគឺបងប្អូនមើលទៅបាទគឺគេការធ្វើពាណិជ្ជកម្មរបស់គេនេះគឺគេអត់ផ្ដោតលើកាមេរ៉ា3គ្រាប់នេះទេគេផ្ដោតសំខាន់ទៅលើគ្រាប់ដែលមកអ៊ីងហ្នឹងតែម្ដងបាទបានន័យថាក្នុង15 Ultra នេះគឺគេអាប់ដេតខ្លាំងទៅលើកាមេរ៉ាមួយគ្រាប់ដែលមាន sensor មួយអ៊ីងនេះគឺគេចង់និយាយថាមានតែទូរស័ព្ទរបស់គេទេដែលមានកាមេរ៉ាធំហើយ sensor lens របស់គេនឹងធំហើយអាចថតរូបបានច្បាស់ល្អអញ្ចឹងទៅបាទហ្នឹងហើយអញ្ចឹងបងប្អូនចង់ដឹងថាវាមានគុណភាពឬក៏ប្រសិទ្ធភាពវាខ្លះបងប្អូនអាចចូលទៅមើលវីដេអូក្នុង YouTube អីផ្សេងៗហ្នឹងទៅដែលមានការប្រៀបធៀបគ្នាអីចឹងណាជាមួយក្រុមហ៊ុនផ្សេងៗបាទតែខ្ញុំធ្វើការមកមើលលម្អិតតាមរយៈការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Xiaomi ដើម្បីមកបង្ហាញបងប្អូនតែប៉ុណ្្នឹងទេបាទបន្តមកទៀតគឺគេផ្ដោតទៅលើ AI បាទដែលជា Xiaomi HyperOS របស់គេហ្នឹងបាទឬក៏គេឲ្យឈ្មោះមួយទៀតគឺ Xiaomi Hyper AI បាទហើយតមកគឺគេនិយាយអំពី chip របស់គេដែលខ្ញុំបាននិយាយខាងលើគឺ chip 8 Elite នេះឯងបាទដែលទូរស័ព្ទទំនើបទូរស័ព្ទខ្លាំងមួយចំនួនគេយកមកប្រើឥឡូវនេះណាហ្នឹងហើយ
តមកទៀតគឺពាក់ព័ន្ធជាមួយនឹង Xiaomi Shield Glass 2.0 បាទនៅក្នុងនៅទូរស័ព្ទរបស់គេនេះគឺអេក្រង់របស់គេហ្នឹងគឺគេប្រើនៅប្រភេទអេក្រង់កំពូលរបស់ Xiaomi ដែរបាទដែលវាមានភាពធន់រឹងមាំហើយនឹងជំនាន់ទី2ដែលអាចការពារការឆ្កូតឬក៏ការបែកអីចឹងទៅបាទហ្នឹងហើយជាចុងក្រោយនេះមិនចោលទេគឺពាក់ព័ន្ធជាមួយនឹងអឺ lens របស់គេហ្នឹងគឺនៅតែគេបង្ហាញដដែលបាទឲ្យបងប្អូនឃើញដើម្បីជាចំណាប់អារម្មណ៍ហើយការ design ផ្សេងៗដែលជាតួខ្លួនរបស់ទូរស័ព្ទ Xiaomi នេះគឺបងប្អូនឃើញកន្លែងខ្មៅៗនេះបាទគឺស្បែកហើយមួយនេះគឺជាប្រភេទលោហៈអញ្ចឹងការ design គឺ premium ជាងមុនបាទហើយសម្រាប់ប្រភេទនេះគឺវាមានពីរពណ៌ហ្នឹងបងប្អូនអញ្ចឹងវាជាបងប្អូនហើយយើងតោះនេះទៅមើលក្នុង drone តបាទឥឡូវយើងចូលមើលការ review របស់គេតិចទៅហ្នឹងហើយបងឃើញទេបាទបងឃើញទេតោះបងប្អូនពាក់ព័ន្ធជាមួយនឹងការ design វិញបាទគឺគេ design មកនេះមានភាពប្រណិតមែនទែនបងប្អូនមើលឃើញទេទាំងតួជ្រុងសងខាងនៃទូរស័ព្ទមួយនេះគឺធ្វើដោយអាលុយមីញ៉ុមដែលមានភ្លឺរលោងហើយកន្លែងប៊ូតុង power នេះគឺមាន design ជាលក្ខណៈគ្រើមៗដើម្បីឲ្យយើងងាយស្រួលនៅក្នុងការស្ទាបប៉ះដឹងទៅយើងចុចដឹងថានេះជាប៊ូតុង power បាទហើយសម្រាប់ការ design នៅផ្នែកខាងខ្នងគឺមានលក្ខណៈភ្លឺស្អាតរលោងហើយនឹងមានស្បែកពណ៌ខ្មៅនេះបាទហើយសម្រាប់តែឈុតប្រភេទនេះទេណាបងប្អូនដែលវាមានស្បែកហ្នឹងវាប្រភេទលាបពណ៌សឬក៏ពណ៌ខ្មៅគឺអត់មានទេបាទវាមានលក្ខណៈដូចគ្នាអញ្ចឹងតែម្ដងបាទហើយប្រភេទកាមេរ៉ាវិញបាទបងប្អូនមើលទៅបាទនេះគឺជារូបរាងដែលគេបង្ហាញយើងបាទខ្ញុំទៅលឿនៗហើយបាទកន្លែងនេះខ្ញុំចង់បង្ហាញបងប្អូនបន្តិចពាក់ព័ន្ធនឹងពណ៌ដែលគេបានដាក់ឲ្យយើងបាទពណ៌ប្រភេទនេះគឺគេឲ្យឈ្មោះថាជាប្រភេទsilver chrome បាទហើយមានប្រភេទពណ៌សនេះគឺជាប្រភេទពណ៌ដែលគេបានដាក់លក់បាទហើយនឹងមួយប្រភេទទៀតគឺជាប្រភេទពណ៌ខ្មៅដែលវាមានពណ៌ខ្មៅយ៉ាងហើយមានវ៉ាន់ខាងជុំវិញកាមេរ៉ាជាពណ៌ក្រហមមែនតើបងប្អូនខ្ញុំឃើញមានមួយពណ៌ទៀតដែលវាជាប្រភេទបែបនេះsilver chrome នេះប៉ុន្តែកន្លែងពណ៌ខ្មៅនេះវាជាប្រភេទស្បែកពណ៌បៃតងរាងស្រាលតែតម្លៃនៅក្នុង official នេះគឺអត់មានទេគេប្រាប់យើងមានតែ3ពណ៌ទេsilver chrome white and black តែប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងនៅក្នុង official អត់ឃើញមានបញ្ជាក់ទេបាទអូខេតមកទៀតពាក់ព័ន្ធជាមួយនឹងអេក្រង់បាទអេក្រង់ហ្នឹងគឺគេប្រើនៅ all around liquid display ultra thin bezel បាទអញ្ចឹងកន្លែងនេះខ្ញុំក៏អត់ដឹងថាវាជាអីដែរហ្នឹងហើយបងប្អូនអាចសិក្សាមកឡើងទៅបាទប្រភេទកោងហ្នឹងតែយើងមិនដឹងថាបានន័យថាម៉េចគេប្រើប្រភេទអេក្រង់កោងបន្តិចបាទហើយកន្លែងនេះគឺ wrap around frame បាទជាប្រភេទ frame ដែលវាមានកោងមានស៊ុំរាងរលោងបន្តិចទៅបាទនេះបងប្អូនមើលនេះណាកោងហើយវាមានចំណិតបន្តិចចឹងទៀតណាបាទហើយ round and smooth integrate 3D camera decor អញ្ចឹងពាក់ព័ន្ធជាមួយនឹងលក្ខណៈកាមេរ៉ាអីហ្នឹងគឺវាធ្វើលក្ខណៈរង្វង់ដែលវាភ្ជាប់ជាមួយលក្ខណៈមើលទៅ
design បែប 3D អញ្ចឹងហ្នឹងហើយវាអត់មានលក្ខណៈជ្រុងជ្រុងទេបាទនៅតែមិនចោលលក្ខណៈនេះថាកោងមូលអញ្ចឹងណាហ្នឹងហើយបាទអូខេកន្លែងនេះដែរអឺពាក់ព័ន្ធជាមួយនឹងខាងក្នុងបាទ detail ខាងក្នុងកន្លែងនេះបាទ Xiaomi 15 Ultra នេះគឺវាមានលក្ខណៈពិសេសដែលជាមានប្រព័ន្ធដើម្បីការពារនៅពេលដែលវាធ្លាក់ទៅនឹងវាអាចការពារខ្លួនវាបានមិនមានផលប៉ះពាល់ប៉ះទង្គិចអីខ្លាំងទេដែលនៅក្នុងនោះគឺគេបានប្រាប់យើងហើយគឺគេប្រើនៅប្រភេទអាលុយមីញៀមដែលវាមានភាពរឹងធន់ណាបាទនៅសម្រាប់ frame វានេះគឺវាប្រើប្រភេទអាលុយមីញៀមហ្នឹងហើយអេក្រង់ហ្នឹងក៏គេប្រើនៅពួក Corning Gorilla Glass 7 Eye Protect Camera Decor បាទអញ្ចឹងគិតថាកម្រិតប្រភេទCorning Gorilla Glass 7 Eye នេះគឺវារឹងមាំហើយអាចជួយបងប្អូនបានហើយចំពោះការធ្លាក់ឬក៏មានការប៉ះទង្គិចអីហ្នឹងបាទផ្នែកខាងក្រោយនេះគឺវាល្អមែនទែនបាទអញ្ចឹងហើយបានវាមានតម្លៃរៀងថ្លៃគួរសមណាបាទនេះបងប្អូន detail បាទគេប្រាប់យើងហើយគឺ Xiaomi Shield Glass 2.0 បាទ25% rough road drop resistant បានន័យថាវាជួយបានដល់ទៅ25% ឡើងបាទវាអាចច្រើនជាង 25% វាជួយការពារបានណាបាទហើយសម្រាប់តួវាគឺប្រភេទអាលុយមីញៀមដែលមានឈ្មោះគេ 6M42 នេះខ្ញុំអត់សូវដឹងដែរបងប្អូនអាច digit បន្ថែមទៅបាទនេះ high strength CNC craft បាទប្រភេទ CNC ដែលវាមានភាពធន់រឹងមាំខ្លាំងបាទនេះ3ចំណុចហ្នឹងដែលគេផ្ដោតទៅលើការ build របស់គេណាបាទហើយនឹងអេក្រង់គឺ Corning Gorilla Glass 7i ជាមួយនឹងការពារនៅការឆ្កូតខ្លាំងបាទអាចជួយបានរហូតទៅដល់82% ឡើងឬក៏ច្រើនជាង 82% ហ្នឹងកាមេរ៉ា decor ដែល nano indentation ហាត់នេះបាទគឺពាក់ព័ន្ធជាមួយនឹងការពារនៅកាមេរ៉ាហើយនឹងការ design ហ្នឹងគឺគេប្រើនៅពពួក Corning Gorilla Glass ទាំងអស់អញ្ចឹងបងប្អូនមិនបាច់ភ័យទេបាទវាអាចជួយបានច្រើនឬលែងតែថាយើងយកទៅដំអីចឹងទៅឬក៏ប្រើការគប់ការបោកអញ្ចឹងអាហ្នឹងវាអាចមានបញ្ហាតែបើតែមកធ្លាក់មុំមិនអីទេបាទហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើនៅពេលដែលយើងប្រើទៅបងប្អូនអា sensor 1 inch នេះទូរស័ព្ទលឺក្លុកខ្ញុំឆ្ងល់ដំបូងមកតែមានបញ្ហាអីតែតាមពិតអត់ទេនៅពេលដែលយើងនៅពេលដែលកាមេរ៉ាគេប្រើ sensor កាន់តែធំគឺมันអាចភ្ជាប់រឹងមាំដូចជាទូរស័ព្ទធម្មតាបានទេហើយវាត្រូវការឲ្យមាន stabilizer នៅពេលដែលយើងថតទៅវានឹងនៅពេលដែលយើងយកដៃដណ្ដើទៅនេះក៏វាអាចនឹងដែរអញ្ចឹងវាយ៉ាងលឺ click ខ្ញុំស្មានតែមានបញ្ហាដែរតែពិតមិនមែនទេហ្នឹងហើយអញ្ចឹងបងប្អូនដែលអត់ធ្លាប់ប្រើទូរស័ព្ទនេះទិញទៅដូចខ្ញុំអញ្ចឹងថ្មីដំបូងខ្ញុំឆ្ងល់ចោលលុយបណ្ដោយឲ្យទិញមកហើយលេងក្លុកទៅលឺក្លុកអញ្ចឹងក៏ចង់ឆ្ងល់ដែរហ្នឹងហើយបាទអូខេតមកទៀតពាក់ព័ន្ធជាមួយនឹង accessory បាទ accessory នេះណាបងប្អូន accessory នេះគឺខ្ញុំទិញមកហ្នឹងគឺខ្ញុំអាប់តម្លៃថែមបន្តិចយើងបាននៅកាមេរ៉ា kit មួយទៀតបាទហើយសម្រាប់អីវ៉ាន់ក្រុមហ៊ុនខ្ញុំឃើញមានហាងមួយចំនួនគាត់ថែមឲ្យ free ក្នុងតម្លៃទៅហើយហាងមួយចំនួនទៀតគាត់លក់ខាងក្រៅអញ្ចឹងបងប្អូនអាចឆែកមើលដោយខ្លួនឯងទៅបើបងប្អូនទិញតាមហាងខាងក្រៅយើងអាចសុំគេអត់យក kit ក្នុងតម្លៃទូរស័ព្ទណាមួយអញ្ចឹងទៅឬក៏យើងសុំយកទូរស័ព្ទបូកជាមួយនឹង kit អត់យកកាដូអញ្ចឹងទៅហ្នឹងយើងអាចធ្វើការចរចាបានទេបាទហើយ kit នេះបើមែនតើទៅទិញតែ kit ទៅទេក៏ប្រហែលជា$150ដែរតែសម្រាប់ខ្ញុំទិញទូរស័ព្ទនៅហាងហ្នឹងហើយខ្ញុំសុំចរចាពីគាត់ discount ឲ្យដល់ទៅ 50% នោះបាទហើយខ្ញុំអត់បង្ហាញថាហាងណាទេបងប្អូនអាចធ្វើការឆែកទៅនៅស្រុកខ្មែរយើងមានតែហាងធំប្រហែលហាងហ្នឹងហើយបាទនេះគឺអស់ហើយទូរស័ព្ទខាងលើគឺខាងក្រោមនេះគឺជាប្រភេទកាមេរ៉ា kit ទេបាទខ្ញុំនឹងចូលបន្តបន្តិចពាក់ព័ន្ធនឹងកាមេរ៉ា kit ឲ្យបងប្អូនមើលបាទអញ្ចឹងយើងដូចជាអត់មានអីទៀតទេបាទនេះគឺពាណិជ្ជកម្មបន្តរបស់គេទេក៏ប៉ុន្តែដូចជាប្រហែលជាមាន spec អីតិចតួចណាបងប្អូនបាទហ្នឹងហើយมันមានអីច្រើនទេបងប្អូនអាចចូលមើលទៅតាមរយៈ link ដែលខ្ញុំដាក់ឲ្យហ្នឹង
បាទបងប្អូននឹងឃើញហើយថាវាមានអីពិសេសបន្ថែមទៀតបាទនេះមិនមានអីទេបាទអញ្ចឹងទាំងអស់នេះខ្ញុំនឹងភ្ជាប់មកឲ្យបងប្អូនទាំងអស់នៅក្នុងអឺវីដេអូរបស់ខ្ញុំជាមួយនឹង link ដើម្បីឲ្យបងប្អូនងាយស្រួលធ្វើការអឺមើលហើយនឹងចូលទៅឆែកមើលខ្លួនឯងដែរជាជាងមានបញ្ហាเนาะអូខេអរគុណបាទបងប្អូនពាក់ព័ន្ធនឹងកន្លែងនេះគឺប្រភេទទូរស័ព្ទមួយនេះគឺវាមានសមត្ថភាពណាអញ្ចឹងទេគឺក្រុមហ៊ុនគេបានភ្ជាប់មកនឹង AI ឲ្យទៅក្នុងទូរស័ព្ទ Xiaomi 15 Ultra នេះតើអាចជួយអីបងប្អូនបានខ្លះបាទទី1បងប្អូនឃើញហើយគឺវាមាន AI writing បាទសម្រាប់ការសរសេរឬក៏ការ note អីផ្សេងៗហ្នឹងបងប្អូនអាចធ្វើការប្រើនៅ AI របស់អឺ Xiaomi AI ដើម្បីធ្វើការសរសេរឬក៏ generate នៅអត្ថបទឬក៏ note អីមួយសម្រាប់បងប្អូនអញ្ចឹងទៅបាទហើយមួយទៀតហ្នឹងគឺAI speech recognition បាទដើម្បីធ្វើការសម្គាល់នៅសំឡេងឬក៏និយាយអីជាមួយនឹង AI អញ្ចឹងទៅបាទហើយនឹងទី3នេះគឺពាក់ព័ន្ធជាមួយនឹង AI interpreter បាទបងប្អូនឃើញហើយនេះសិតតែជា AI របស់ Xiaomi ហើយនឹងទី4នេះគឺពាក់ព័ន្ធជាមួយនឹង AI search ដែលបងប្អូនត្រូវការឲ្យ AI របស់ Xiaomi នេះជួយអីខ្លះបងប្អូនអាចធ្វើការប្រើប្រាស់នៅ AI នេះដើម្បីជំនួយទៅដល់ការស្វែងរកឬក៏ការស្វែងយល់ផ្សេងៗពាក់ព័ន្ធជាមួយនឹងរឿងដែលបងប្អូនមានចម្ងល់ហើយចុងក្រោយនេះគឺពាក់ព័ន្ធជាមួយនឹង wallpaper បាទដែលជា AI អឺដែលបងប្អូនត្រូវការធ្វើការ design ឬក៏ធ្វើការតុបតែងនៅអេក្រង់ទូរស័ព្ទរបស់បងប្អូនអញ្ចឹងដើម្បីបាននៅរូបភាព wallpaper ស្អាតៗដាក់លើទូរស័ព្ទហ្នឹងទៅហ្នឹងហើយហើយនៅមានប្រភេទ AI ជាច្រើនទៀតបាទបាទបងប្អូនឥឡូវយើងមកមើល spec របស់ទូរស័ព្ទរបស់យើងបាទបងប្អូនឃើញហើយនេះជាទូរស័ព្ទ Xiaomi ដែលនៅក្នុង official នេះគឺគេប្រាប់យើងតែពណ៌3ប្រភេទទេបាទសខ្មៅហើយនិងsilver ជ្រោមសម្រាប់មួយប្រភេទទៀតខ្ញុំក៏អត់ដឹងថាហេតុអីបាន official គេអត់បង្ហាញដែរបាទយើងមិនដឹងថាយ៉ាងម៉េចទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំយក silver ជ្រោមនេះបាទហ្នឹងហើយបងប្អូនឃើញហើយបាទហើយចំពោះ spec វិញបងប្អូនមើលលើអេក្រង់នេះទៅបងប្អូនឃើញហើយ processor ហ្នឹងគឺ Xiaomi បានដាក់បញ្ចូលនៅ Snapdragon 8 Elite បាទ Mobile Platform បាទ3nm Manufacturing Process បាទឲ្យយើងហ្នឹងគឺប្រភេទ chip ដែលល្អបំផុតហើយបាទ CPU 2x5 core បាទបាទអាចធ្វើការដំឡើងទៅ 4.32 GHz បានបាទហើយនឹង6គុណជាមួយនឹង performance core ហ្នឹងគឺអាចធ្វើការ up ទៅ 3.53 GHz បានបាទហើយសម្រាប់ GPU វិញ GPU ហ្នឹងគឺអឺ Xiaomi គឺប្រើនៅ Adreno GPU បាទ Adreno GPU នេះបងប្អូនអាចធ្វើការ search បន្ថែមទៅវាជាប្រភេទ GPU បែបណាអញ្ចឹងណាបាទតែគ្រាន់តែខ្ញុំដឹងថា GPU នេះក៏ខ្លាំងដែរគឺសម្រាប់ការលេងហ្គេមការកាត់តវីដេអូឬក៏បែប render អីនៅលើទូរស័ព្ទហ្នឹងគឺអូខេណាទទួលយកបានគឺកំពូលហើយបាទហើយ AI គឺគេប្រើនៅ Qualcomm AI Engine បាទទាំងអស់នេះគឺ processor បងប្អូនឃើញហើយនេះគឺជា spec បាទបើបងប្អូនណាដែលគាត់មានបទពិសោធន៍ច្រើនគាត់ឃើញ spec នេះគឺគាត់យល់ហើយចំពោះ processor នេះបាទ
ហើយសម្រាប់ storage ហើយនិង RAM វិញគឺ RAM 16G បាទដូចរបស់ខ្ញុំនេះគឺ 16G បាទហើយ memory គឺ 512 និង 16G ជាមួយនឹង 1T បាទអញ្ចឹងរបស់ខ្ញុំគឺ RAM 16G ហើយ memory storage គឺ 512 ណាបងប្អូនហ្នឹងហើយប្រភេទ RAM គឺ RAM LPDDR5 គុណជាមួយនឹងកម្លាំងនោះ 8533 MBPS បាទ storage UFS 4.1 បាទអញ្ចឹងបងប្អូនឃើញហើយ spec មួយណាបងប្អូនគិតថាចង់បានឬក៏ត្រូវការបងប្អូនអាចឆែកមើលទៅតម្លៃក៏វាទៅតាមហ្នឹងអញ្ចឹងទៅបាទហើយក្នុងនេះទៀតសោតគឺខ្ញុំចង់បញ្ជាក់បន្តិច storage ហើយនឹង RAM នេះគឺ 16G តែយើងអាចធ្វើការទាញ storage ពី512មកបន្ថែមពីលើ 16G ទៀតអញ្ចឹង RAM របស់យើងវាអាចឡើងទៅដល់32នោះបាទដោយសារនៅក្នុងនេះគឺមាន extend RAM ហ្នឹងបន្ថែមតាមរយៈទាញ storage មកប្រើតែពីច្រើនគឺប្រើតែ 16G នេះគឺសមរម្យហើយបងប្អូនហ្នឹងហើយហ្នឹងគឺលក្ខណៈពិសេសមួយទៀតបាទហើយ dimension បាទ dimension black and white កម្ពស់ហ្នឹងគឺ161.3 mm បាទទទឹងវាគឺ 75.3 mm បាទកម្រាស់ 9.35 mm ទម្ងន់តែ 226 ក្រាមទេបងប្អូនហ្នឹងហើយចំពោះ silver ជ្រោមហ្នឹងគឺកម្ពស់ទទឹងកម្រាស់អីហ្នឹងគឺប្រហាក់ប្រហែលគ្នាទេបាទខុសគ្នាកម្រាស់បន្តិចកម្រាស់គឺរៀងក្រាស់ជាងពណ៌សហើយនិងពណ៌ខ្មៅបន្តិចណាបងប្អូនឃើញទេចំពោះពណ៌សនិងពណ៌ខ្មៅតែ 9.35 ទេតែចំពោះ silver ជ្រោមគឺឡើងដល់ទៅ 9.48 mm បាទហើយទម្ងន់រៀងធ្ងន់ជាងបន្តិចដែរសម្រាប់ silver ជ្រោមណាបាទអញ្ចឹងហើយវាអាចមានពាក់ព័ន្ធនឹងតម្លៃតិចតួចដែរបាទហើយគេបញ្ជាក់ឲ្យខាងក្រោមនេះតិចដែរ data test by Xiaomi internal lab actual result may vary អញ្ចឹងគឺគេបានធ្វើការសាកល្បងតេស្តនិងពិសោធន៍មើលទាំងអស់ហើយចំពោះកម្ពស់ទទឹងកម្រាស់ហើយនិងទម្ងន់នេះគឺត្រូវបានឆ្លងកាត់ lab របស់គេទាំងអស់បាទចំពោះ dimension នេះបងប្អូនណាហ្នឹងហើយចំពោះ display វិញបាទ display នេះវាមានលក្ខណៈច្រើនបន្តិចចឹងខ្ញុំមិនអាចធ្វើការអានឲ្យបងប្អូនអស់ទេគ្រាន់តែយើងដឹងថាទំហំអេក្រង់គឺ 6.73 បាទជាប្រភេទអេក្រង់ WQHD 3200 nit ហ្នឹងហើយដែល ultra bring display ហ្នឹងបងប្អូនឃើញជាប្រភេទអេក្រង់ដែលកំពូលទេណាបាទមិនមែនជាប្រភេទអេក្រង់ធម្មតាទេហើយបាទអញ្ចឹងអេក្រង់ 6.73 នេះគឺអេក្រង់ធំគួរសមល្មមសម្រាប់យើងប្រើប្រាស់បាទនៅក្នុងការលេង game ឬក៏ក្នុងការធ្វើការ research ឬក៏ note ឬក៏មើល Facebook អីចឹងទៅ YouTube អីចឹងទៅយើងអេក្រង់ប៉ុណ្នេះគឺសមរម្យល្មមបាទហើយអេក្រង់ទាំងមូលគឺជាប្រភេទ liquid display បាទវាមានលក្ខណៈ smooth មើលទៅវាច្បាស់ល្អបាទហើយវាមានការការពារដោយ Xiaomi Seal Glass 2.0 បាទហើយមិនត្រឹមតែប៉ុណ្ណឹងគឺករណីយើងប្រែប្រួលនៅពន្លឺហ្នឹងវាទៅតាមកម្រិតនៃកម្ដៅថ្ងៃអញ្ចឹងទៅបើមានដំណាំខ្លាំងហ្នឹងគឺប្រហែលជា2ទៅ80 nit បាទវាមានការប្រែប្រួល adapt ទៅតាមពន្លឺដែលវាងឹតឬក៏វាភ្លឺពេកអញ្ចឹងណាបាទហើយចំពោះ resolution បងប្អូនឃើញទេ3200គុណនឹង1440ហើយ522 ppi វាមិនមែនជា resolution ដែលទូចទេបាទ resolution នេះគឺធំណាស់បាទអស្ចារ្យហើយ refresh rate វារហូតដល់ទៅ120 Hz នោះបាទចំពោះការចុចការប៉ះនៅលើអេក្រង់ក៏ធំដែរបាទវាអាចអាប់រហូតដល់ទៅ300 Hz បាទបានន័យថាវា smooth យើង scroll យើងប៉ះអីវាងាយដឹងងាយស្គាល់នៅម្រាមដៃរបស់យើងបាទអញ្ចឹងសំខាន់ចំពោះ display នេះគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបងប្អូនអាចមើលបន្ថែមទៅបាទហ្នឹងហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹង color បាទ color នេះគឺវាគេហៅ original color pro បាទ pro HDR with technology HDR10 plus បាទគឺជាប្រភេទ color ដែលវាកំពូលដែរល្អដែរបាទហើយ Dolby Vision បាទមិនងាយទេបងប្អូនឃើញមានអេក្រង់ Dolby Vision មកទៀតបាទហើយមានការទទួលស្គាល់តាមរយៈស្ថាប័នផ្សេងៗជាច្រើននេះសិតតែ certificate របស់គេដែរបាទ
ពាក់ព័ន្ធនឹងកាមេរ៉ាបងប្អូនដឹងហើយគឺយើងមានកាមេរ៉ា Leica Samilak optical lens មួយមុនហ្នឹងដែលខ្ញុំបាននិយាយនេះគឺជា detail ដែរបាទអញ្ចឹងកាមេរ៉ាមាន Leica 23 mm ជាប្រភេទកាមេរ៉ាgold បាទ50 mega បាទហើយនឹងកាមេរ៉ា Leica 200 megapixel នេះ ultra telephoto បាទជាកាមេរ៉ាដែលធំជាងគេបាទបន្តមកទៀតមានកាមេរ៉ា Leica 70 mm គឺជាប្រភេទ floating telephoto បាទហើយនឹងចុងក្រោយនេះគឺកាមេរ៉ា Leica ultra wide camera បាទ50 megapixel បាទហើយសម្រាប់កាមេរ៉ាដែលសម្រាប់ថតរូបនេះគឺនេះគឺជា feature សំខាន់ៗដែលក្នុងកាមេរ៉ានេះបានភ្ជាប់មកជាមួយបាទវាមានតាំងតែពី Leica photography tool style ហ្នឹងគឺផ្សេងៗមានច្រើនណាស់បាទអញ្ចឹងពិបាកក្នុងការរៀបរាប់នោះព្រោះវាមានច្រើនពេកហើយខ្ញុំក៏មិនទាន់បានតេស្តប្រើអត់ដែរតែបងប្អូនអាចចូលមើល detail ក្នុងហ្នឹងទៅមុននឹងសម្រេចចិត្តទិញបាទបងប្អូនឃើញនេះបាទមានតាំងពី digital zoom up to 120x អីចឹងទៅ HDR dynamic shot portrait mode master lens system 23mm ដល់135mm ចឹងទៅបាទហើយ long exposure panorama បាទដូចតែគ្នាទេបាទតែ long exposure នេះគឺទូរស័ព្ទមួយចំនួនអត់មានទេបាទ fast shot mode និង super moon បាទថតប្រច័ណ្ឌ pro mode បាទ image format capture DNG នេះប្រភេទដែលអាចយកមកកែតម្រង់បានបាទ raw mode បាទ raw mode ដូចជាកាមេរ៉ាអញ្ចឹងគឺយើងយកមកកែពន្លឺកែ color បានណាបាទនិងមួយទៀត ultra raw 16 bit បាទគឺមានទៀតបាទហ្នឹងហើយចំពោះកាមេរ៉ាដែលអាចថតបានជាវីដេអូហ្នឹងគឺវាមានដូចជា movie mode បាទ short steady slow motion dual video បាទនេះជាប្រភេទ option feature ដែលគេថតជាវីដេអូបាទបងប្អូនឃើញនេះមានច្រើនមែនទែនខ្ញុំរៀបរាប់អត់អស់ទេបាទហើយចំពោះកម្រិតការថតហ្នឹងគឺអាចថតបានដល់ 8K 4K 1080 720ទៅ slow motion video ហ្នឹងមាន720 1080អីទៅហ្នឹងនេះបងប្អូនមើលណានៅក្នុង detail នេះបាទ front camera វិញកាមេរ៉ាខាងមុខបាទ32 megapixel បាទដែលអាចថតខ្លួនឯងបានដល់ទៅ32 megapixel បាទហើយយើងអាចថតជាលក្ខណៈ HDR portrait mode palm shutter voice shutter etc នេះគឺបានអស់ហើយហ្នឹងហើយប្រភេទវីដេអូហ្នឹងគឺយើងថត Dolby Vision video recording video teleprompter slow motion selfie time lapse យើងថតបានណាសម្រាប់កាមេរ៉ាមុខបាទហើយកាមេរ៉ាមុខនេះផ្ទាល់ក៏អាចថតដល់ទៅ 4K 1080p និង720ដូចគ្នាដែរហ្នឹងចំពោះថ្ម5400 mAh បាទជាប្រភេទ Xiaomi Shock Battery ហ្នឹងហើយសាកថ្ម90 W charge ជាមួយនឹង USB-C បាទ80 W ជាមួយនឹង wireless បាទ hyper charge ហ្នឹងហើយវាត្រូវគ្នាជាមួយនឹង QC 3 Plus បាទ QC 3ធម្មតា QC2 PD3 បាទនេះគឺជាប្រភេទឆ្នាំងសាកដែលយើងអាចយកមកប្រើបានណាបាទហ្នឹងហើយនេះខ្ញុំបញ្ជាក់ USB Type C charge port ណាបងប្អូនហ្នឹងហើយខាងក្រោមនេះគឺគេបញ្ជាក់បានច្បាស់ហើយគឺ no power adapter include in the box បាទនៅក្នុងនេះគេបញ្ជាក់បានច្បាស់ហើយប៉ុន្តែជាក់ស្ដែងខ្ញុំទិញមកមានណាខ្ញុំទិញមកមាន power adapter sold separately using Xiaomi 90 watt power adapter is recommend ណាបងប្អូនឃើញទេពេលខ្លះខ្ញុំឆ្ងល់ដែរកន្លែងហ្នឹងក្រុមហ៊ុន Xiaomi ដាក់មកថាអត់មានទេក៏ប៉ុន្តែវាមានបាទហ្នឹងហើយបងប្អូនឃើញទេវាមានលក្ខណៈប្លែកៗដែរហ្នឹងហើយនេះគឺ Xiaomi Hyper AI របស់គេអាចធ្វើអីបានខ្លះហ្នឹងគឺ AI writing AI speak recognition AI interpreter AI creativity assistant AI more បាទមានច្រើនបងប្អូនកុំបារម្ភទូរស័ព្ទប្រភេទនេះគឺជាប្រភេទកំពូលទូរស័ព្ទអញ្ចឹងបងប្អូនអាចយកមកប្រើប្រាស់ចំពោះការងារ AI បងប្អូនបានច្រើនមុខហ្នឹងហើយទូរស័ព្ទនេះវាមាន calling system របស់វាជា Xiaomi 3D Dual Channel Eye Loop System បាទបានន័យថាវាធ្វើការចុះកម្ដៅរបស់វាទៅមកដើម្បីទូរស័ព្ទនេះកុំឲ្យវាក្ដៅបាទហើយខ្ញុំដំបូងខ្ញុំយកមកប្រើរៀងក្ដៅដែរតែយូរទៅមានអារម្មណ៍ថាដូចជាធម្មតាហ្នឹងហើយចំពោះប្រព័ន្ធសុវត្ថិភាពវិញគឺវា Ultrasonic
in screen fingerprint sensor AI face unlock តែខ្ញុំអត់ដែលប្រើទេព្រោះ AI face នេះខ្ញុំច្រើនតែមិនសូវប្រើឬក៏ face unlock របស់ទូរស័ព្ទផ្សេងៗខ្ញុំអត់សូវប្រើទេព្រោះពេលខ្លះគេយកតែរូបថតយើងមកដាក់ទៅវាប្រើបានអញ្ចឹងណាអញ្ចឹងខ្ញុំចូលចិត្តប្រើជា fingerprint ឬក៏ប្រើជា code អញ្ចឹងទៅហ្នឹងហើយបាទ NFC មានបាទ network and connectivity បាទ SIM 2មាន nano SIM បាទ eSIM ក៏មានដែរបាទហើយប្រភេទ network band គឺ 5G បាទច្រើនហ្នឹងហើយបងប្អូនអាចមើលតាមនឹងដោយខ្លួនឯងហើយសម្រាប់ Wi-Fi នោះគឺក្រុមហ៊ុន Xiaomi បាទញាត់បញ្ចូលមកយើងនៅ Wi-Fi 7ហើយអញ្ចឹងកុំភ័យអីរឿងថា slow បាទចាប់បានឆ្ងាយណាស់ហ្នឹងហើយ navigation និង positioning បាទ GPS ឯនេះគឺអូខេជាប្រភេទ GPS L1 និង L5 បូក L5 អញ្ចឹងវាមានភាពល្អប្រសើរច្រើនហើយមានលក្ខណៈពិសេសឲ្យយើងប្រើប្រាស់ងាយស្រួលបាទល្អចាប់បានល្អទីតាំងច្បាស់បាទចំពោះ audio វិញ stereo speaker 4 mic array ហ្នឹងឯងវា support ដូចតែគេដូចឯងដែរទេបាទអត់មានអីច្រើនទេបាទហើយបងប្អូនមើលទៅបាទ video support format បាទក៏ដូចគេដូចឯងដែរបាទមានច្រើនជាងគេទៅទៀតវាមិនសូវខុសគ្នាមកទេហ្នឹងហើយអានេះគឺជាចំណុចពិសេសមួយដែរពាក់ព័ន្ធជាមួយនឹងការការពារនៅការជ្រាបទឹកបាទគឺគេប្រើនៅ IP68 បងប្អូនស្គាល់ហើយ IP68 ហ្នឹងបាទមានទូរស័ព្ទខ្លះលេខទៀតជាងនឹងទៅ IP62 63អញ្ចឹងទៅហ្នឹងហើយបាទអញ្ចឹងយើងមកមើលតទៀតគឺ sensor នេះគឺproximity sensor ambient light sensor accelerometer cryoscope អូច្រើនណាស់ហ្នឹងហើយបងប្អូនអាចមើលខ្លួនឯងបាទចប់ហើយអ្វីដែល detail គឺមានតែប៉ុណ្្នេះទេបាទអញ្ចឹងនៅក្នុង package របស់គេគឺមានទូរស័ព្ទ USB Type C cable SIM បញ្ចូលចាក់ SIM មួយបាទcase ការពារមួយហើយនឹងសភៅព័ត៌មានសុវត្ថិភាពក៏ដូចជាសភៅណែនាំហើយនឹង warranty card បាទគឺមានតែប៉ុណ្្នឹងទេគេអត់បានបញ្ជាក់ថា adapter អីទេបាទតែខ្ញុំទិញមកមានណាបងប្អូនយើងទិញមកមានអញ្ចឹងកុំបារម្ភថាអត់មានហ្នឹងហើយអូខេអញ្ចឹងសម្រាប់ការបង្ហាញនេះគឺខ្ញុំគិតថាប្រហែលជាមិនមានអីគួរសង្ស័យទេព្រោះខ្ញុំក៏មិនមែនជាអ្នកបង្ហាញអាជីពដែរហើយបងប្អូនអាចចូលទៅមើលដោយខ្លួនឯងនៅក្នុង description ខ្ញុំនឹងដាក់ link website Xiaomi detail នេះទៅឲ្យវាជាភាពងាយស្រួលរបស់បងប្អូននៅក្នុងការឆែកមើលលម្អិតបន្ថែមដល់ខ្លួនឯងបាទហើយបើសិនបងប្អូនមានជា comment ឬក៏មានជា idea អីមួយចង់ឲ្យខ្ញុំធ្វើបង្ហាញនៅទូរស័ព្ទខ្ញុំកំពុងប្រើនេះយល់ឃើញថាមិនបងប្អូនទៅកាន់មកពួកខ្ញុំក៏មិនទាន់ចេះប្រើអត់ដែរហើយមានចំណុចពិសេសជាច្រើនទៀតពួកខ្ញុំប្រើមានអនឡាញមានតែប្រើជាមួយ social media ហើយតាមប្រើថ្ងៃពេលហើយខ្ញុំមានប្រើជួយតាមផ្លាយហើយខ្ញុំគិតថាវាមានចំណុចពិសេសច្រើនដែរតែខ្ញុំមិនអាចនិយាយក្នុងពេលនេះអត់ទេខ្ញុំធ្វើវីដេអូពេលនោះសម្រាប់តែទី15ឧស្សាហ៍នេះជួយបងប្អូនបាទចឹងអរគុណហើយបើមានខុសឆ្គងកន្លែងណាអីកុំប្រកាន់អីជួយ comment ប្រាប់ខ្ញុំបន្តិចមកដើម្បីឲ្យខ្ញុំកែលម្អនៅពេលក្រោយខ្ញុំមិនមែនជាអ្នកជំនាញអីទេតែខ្ញុំព្យាយាមធ្វើវីដេអូដើម្បីឲ្យបងប្អូនបានព័ត៌មានលម្អិតខ្លះៗពាក់ព័ន្ធនឹងអ្វីដែលបងប្អូនត្រូវការក៏ដូចជាអ្វីដែលខ្ញុំបានដឹងអូខេអរគុណសម្រាប់បងប្អូនមើលវីដេអូនេះហើយទទួលបានអត្ថប្រយោជន៍ខ្លះពីការធ្វើវីដេអូរបស់ខ្ញុំអរគុណរីវីបាយបាយ